ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបចុះឈ្មោះនៅក្នុង website ខ្មែរ MM បាទអញ្ចឹងជំហានចុះឈ្មោះងាយបងប្អូនអរគ្នាបាទដើម្បីចាប់ផ្ដើមប្រើប្រាស់សេវាកម្មរបស់ខ្មែរ MM អញ្ចឹងណាបងប្អូនបាទហើយបងប្អូនអាចធ្វើតាមវីដេអូនេះបានបាទហើយបងប្អូនត្រូវមានក្រមមួយបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនមានក្រមមួយមកសម្រាប់បងប្អូនមានសាវរីបងប្អូនចូលសាវរីអញ្ចឹងណាបងប្អូនអូខេបាទសម្រាប់ខ្ញុំប្រើ Android ខ្ញុំមាន Chrome បាទហើយប្រើ browser អីផ្សេងទៀតក៏បានដែរអញ្ចឹងណាបងប្អូនអូខេបាទតែខ្ញុំ recommend ឲ្យបងប្អូនប្រើ Chrome ណាបាទអញ្ចឹងយើងនេះចុះឈ្មោះឲ្យដៃបាទមិនមែនចុះឈ្មោះតាមការ login តាមរយៈ account Google ទេណាបងប្អូនបាទអញ្ចឹងបងប្អូនចូលនៅក្នុង website ឲ្យចូលក្នុង Chrome ហើយបងប្អូនសេពាក្យថាខ្មែរ MM ណាបងប្អូនអូខេបាទសេពាក្យថាខ្មែរ MM អញ្ចឹងមកបាទអញ្ចឹងបងប្អូននឹងឃើញ website ខ្មែរ MM នៅខាងលើគេនេះបងប្អូនអូខេបាទនេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចចូលបងប្អូនអូខេបាទចុចចូល website ខ្មែរ MM មកបាទបន្ទាប់ពីបងប្អូនចុចចូលអញ្ចឹងហើយសម្រាប់បងប្អូនថ្មីគាត់អត់មាន account គាត់ត្រូវចុះឈ្មោះសិនណាបងប្អូនអូខេបាទបើសិនជាបងប្អូនមាន account ហើយបងប្អូនអាចបំពេញនៅកន្លែងនេះបានណាបាទតែខ្ញុំអត់មាន account ទេខ្ញុំធ្វើវីដេអូបង្ហាញបងប្អូននេះគឺខ្ញុំចុចពាក្យខាងក្រោមនេះ sign up ណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចពាក្យ sign up នេះមកបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវដាក់ព័ត៌មានមួយចំនួនបងប្អូនអូខេបាទមិនមែនជាព័ត៌មានផ្ទាល់ខ្លួនរបស់យើងទេបាទអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងនេះគឺជា username បាទ username នេះយើងដាក់ username មានលេខមានអក្សរអញ្ចឹងណាបងប្អូនអូខេបាទអត់ដក clear ទេបាទហើយខាងក្រោមនេះគឺ email ណាបងប្អូនអូខេបាទដាក់ email របស់យើងបាទយើង copy email មកបាទយើងចង់ដាក់ email คล้ายៗក៏បានដែរបងប្អូនអរគ្នាបាទតែគ្រាន់ថាពេលយើងបាត់ account ហ្នឹងទៅយើងខូច account ហ្នឹងទៅភ្លេច password អីចឹងណាយើងអត់អាចយក account មកវិញបានទេបាទបើសិនជាយើងដាក់ email ពិតប្រាកដគឺយើងអាចចុច forget password មកវា send code ទៅ email ហើយយើងអាចយក account យើងប្រើបានឡើងវិញណាបងប្អូនបាទអញ្ចឹងវាល្អត្រង់ហ្នឹងណាបងប្អូនបាទហើយខាងក្រោមគឺដាក់ password បាទ password ហ្នឹងគឺបងប្អូនអាចដាក់8ខ្ទង់បងប្អូនអូខេបាទមានលេខមានអក្សរបើសិនជាអាចមានសញ្ញាទៀតគឺកាន់តែល្អអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចដាក់ខ្លួនឯងណាបងប្អូនអូខេបាទ password បងប្អូនដាក់មិនដាក់ទៅគ្រាន់ថាយើងដាក់ហ្នឹងយើងកត់ទុកផងណាបងប្អូនបាទកុំឲ្យយើងភ្លេចថ្ងៃក្រោយទៀតដើម្បីចូល account ចូលរួចទេណាបងប្អូនបាទអញ្ចឹងខ្ញុំសូមស្គប់វីដេអូនេះបន្តិចខ្ញុំដាក់បំពេញព័ត៌មានកន្លែងហ្នឹងចូលបងប្អូនអូខេបាទអញ្ចឹងចាំខ្ញុំបង្ហាញបងប្អូនឡើងវិញណាបាទបាទអញ្ចឹងខ្ញុំបានបំពេញព័ត៌មានមួយចំនួនណាបងប្អូនអូខេបាទដូចជា email ជាស្រ័យ username email password បាទនឹងបញ្ជាក់ password បាទអញ្ចឹងបងប្អូនអាចធ្វើការបំពេញបានតែមិនមែនដាក់ដូចខ្ញុំនេះណាបងប្អូនអូខេបាទ email ក៏មិនដាក់ដូចខ្ញុំដែរទោះបីបងប្អូនដាក់ខ្លាំងៗក៏ដោយត្រូវដាក់ផ្សេងបាទថែមលេខថែមអក្សរឲ្យផ្សេងអញ្ចឹងទៅបាទហើយ username ក៏ដូចគ្នាដែរបើសិនតែចង់ដាក់ដូចខ្ញុំត្រូវធ្វើមិនខុសខ្ញុំបាទដូចថាអអញ្ចឹងយើងដាក់អក្សរ x ឬមួយក៏444យើងដាក់ប្រមាណ6 7 8អីចឹងទៅណាបងប្អូនអូខេបាទអញ្ចឹងយើងអាចដាក់អញ្ចឹងបានបាទព័ត៌មានគឺមិនទាមទារបងប្អូនដាក់ព័ត៌មានសំខាន់របស់យើងទេបាទ email ក៏អញ្ចឹងដែរប៉ុន្តែគាត់ថាបើសិនជាយើងដាក់ email ពិតប្រាកដពេលយើងភ្លេច password គឺយើងអាចយក account មកយើងវិញតាមរយៈចុច forget password ណាបងប្អូនបាទអញ្ចឹងយើងបានបំពេញព័ត៌មានរួចហើយនៅមួយតង់ទៀតបងប្អូនអរគ្នាបាទនេះនៅមួយតង់ទៀតបាទចុចកន្លែង am not a robot បាទដើម្បីបញ្ជាក់ថាយើងមិនមែនជាមនុស្សយន្តទេដើម្បីមកបង្កើត account ហ្នឹងណាបងប្អូនបាទអញ្ចឹងយើងចុចចូលលើប្រអប់4ជ្រុងនេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនមើលតើណាបាទចុចលើនឹងមកបាទបើសិនជាអ៊ីនធឺណិតបងប្អូនល្អបងប្អូនអត់ប្រើ VPN ឬមួយក៏ពេលខ្លះបងប្អូនចុចខុសច្រើនដងគឺវាទាមទារកន្លែង Amna Robot ហ្នឹងហើយអញ្ចឹងបងប្អូនអាចដោះស្រាយដោយខ្លួនឯងណាបងប្អូនគេមកអត់បាក់ទេបើសិនជាគេឲ្យយើងចុចអីយើងចុចតាមគេទៅគឺយើងអាចចេញសញ្ញា tick ដូចគ្នានេះហើយណាបងប្អូនបាទហើយតង់ទៀតបាទគឺកន្លែងនេះគេឲ្យយើងយល់ព្រមជាមួយលក្ខខណ្ឌបាទចុចយល់ព្រមជាមួយលក្ខខណ្ឌរបស់សេវាកម្មរបស់ខ្មែរ MM បាទអញ្ចឹងបងប្អូនត្រូវតែអានលក្ខខណ្ឌនេះសិនមុននឹងប្រើប្រាស់ណាបងប្អូនគេបាទព្រោះគឺបងប្អូនប្រើទៅតែងតែមានថាទិញយូរទិញអីចឹងណាបាទអញ្ចឹងបងប្អូនអានលក្ខខណ្ឌជាមុនសិនបាទអញ្ចឹងបងប្អូនចុចបើសិនជាបងប្អូនអត់ចុចគ្រីសនេះទេគឺបងប្អូនអត់អាចបង្កើត account នេះទេជាមួយខ្ញុំសាកចុចឲ្យកន្លែង sign up នេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនចាំមើលគឺវាចេញបែបនេះបងប្អូនអូខេបាទអញ្ចឹងចេញឲ្យយើងទទួលយកលក្ខខណ្ឌសិនអានលក្ខខណ្ឌសិនអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចទៅចូលអានបន្តិចទៅបងប្អូនអូខេបាទអានេះវា expire បាទអញ្ចឹងបងប្អូនអាចទៅចូលអានចុចកន្លែងនឹងបន្តិចបងប្អូនអូខេបាទចុចកន្លែងនឹងមកនេះ
ចឹងបងប្អូនអាចអានលក្ខខណ្ឌនឹងទូទៅបាទមានលក្ខខណ្ឌសេវាកម្មអីចឹងណាបងប្អូនអូខេបាទលក្ខខណ្ឌសងលុយវិញហើយស្អីជាច្រើនទៀតបងប្អូនអាចចូលអានចឹងណាបងប្អូនអូខេបាទ term អីមានទាំងអស់ណាបងប្អូនបាទអញ្ចឹងបងប្អូនអាចចូលអានបន្តិចទៅបាទបើមិនជាអត់ចេះអង់គ្លេសទេបងប្អូនអាចបកប្រែជាភាសាខ្មែរមកបាទងាយស្រួលដែរណាបងប្អូនបាទចុចចឹងមកហើយយើងមកអីគេមិញផ្លេចបាទចុចអើយណាចេះនេះចុចនេះមក language ណាបងប្អូនចុចលើ language មកអញ្ចឹងបងប្អូនរកមើលខ្មែរផ្ដើមពីអក្សរ K អញ្ចឹងបងប្អូនឃើញនេះខ្មែរយើងបាទចុចលើនឹងមកអញ្ចឹងបកប្រែរួចស្រេចបាទទូទៅអីចឹងទៅលក្ខខណ្ឌទូទៅអីចឹងទៅបងប្អូនអាចចូលអានអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចមើលសេវាកម្មបាទនេះបងប្អូនអាចចូលអានបាននេះសងប្រាក់វិញបងប្អូនអាចចូលអានបានបងប្អូនបាទគោលការណ៍ឯកជនភាពបាទមានអីនេះបងប្អូនអាចចូលអានបានបាទលក្ខខណ្ឌអីចឹងណាបងប្អូនបាទអញ្ចឹងមានច្រើនបងប្អូនសូមចូលអានអរគ្នាណាបងប្អូនអូខេបាទកុំអោយរំលងណាបាទអញ្ចឹងខ្ញុំសូមថយមកវិញបងប្អូនអូខេបាទអញ្ចឹងកន្លែងនេះ verify question គឺវាបាន expire បាត់ហើយបាទអញ្ចឹងខ្ញុំចុចម្ដងទៀតដើម្បី verify ម្ដងទៀតណាបងប្អូនបាទហើយយើងចុចនៅកន្លែង text នេះមួយមកបាទចុចចឹងមកដើម្បីចុះឈ្មោះណាបងប្អូនបាទអញ្ចឹងពេលនេះគឺយើងបានចុះឈ្មោះរួចរាល់ណាបងប្អូនខ្ញុំចុច save password ដើម្បីកុំឲ្យខ្ញុំពិបាកវាយពាក្យសម្ងាត់និង username ឡើងវិញបាទអញ្ចឹងចុច save មកហើយបើសិនជាចេញបែបនេះគឺជាការស្វាគមន៍បាទដែលយើងទើបនឹងបង្កើតថ្មីណាបងប្អូនគេបាទបង្កើត account ថ្មីអញ្ចឹងណាបាទអញ្ចឹងបងប្អូនអានតិចទៅអរគុណអីនេះបងប្អូនគេបាទគេឲ្យយើងបញ្ចូលទឹកប្រាក់សម្រាប់បងប្អូនដែលប្រើថ្មីសូមបញ្ចូលទឹកប្រាក់យ៉ាងតិច50សេនណាបងប្អូនអូខេបាទដើម្បីបញ្ជាទិញបានណាបងប្អូនបាទបើសិនជាបងប្អូនអត់បញ្ចូលទេគឺទិញអត់កើតទេណាបងប្អូនអូខេបាទអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចចុចខ្វែងឬមួយក៏ចុចចូលទឹកប្រាក់លើប៊ូតុងនោះសម្រាប់ខ្ញុំចុចខ្វែងបាត់ហើយបងប្អូនអូខេបាទអញ្ចឹងខ្ញុំចុចទៅលើកន្លែងនេះដើម្បីបញ្ចូលទឹកប្រាក់ប្រើប្រាស់ណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំចុចនៅកន្លែង add fund នេះបងប្អូនអូខេបាទចុចលើនឹងមកបាទអញ្ចឹងបងប្អូនឃើញបែបនេះបងប្អូនអូខេបាទបើសិនជាបងប្អូនអត់ចង់ញ៉ៃទេបងប្អូនបាច់ចុចអីច្រើនទេបងប្អូនគ្រាន់តែអានកន្លែងនេះបន្តិចបងប្អូនអូខេបាទកន្លែងនេះអក្សរលឿងសនេះសូមចំណាំ QR code ដែលបានប្រើប្រាស់សម្រាប់បង់ប្រាក់រួចហើយមិនអាចប្រើប្រាស់បានឡើងវិញទេណាបងប្អូនអូខេបាទអត់ឲ្យប្រើឡើងវិញទេឧទាហរណ៍យើងបង្កើត QR code មួយអញ្ចឹងទៅយើងអាចយក QR code ដែលបង់លុយដាក់ចូល account ហើយណាយកមក scan ម្ដងទៀតបានទេបើសិនជា scan គឺលុយអត់ចូលទេបាទអញ្ចឹង QR code នឹងមិនកើតមិនបាទអញ្ចឹងបងប្អូនអាចមើលកន្លែងប៊ូតុងកន្លែងនេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនចង់ដាក់លុយប្រមាណបាទសម្រាប់ខ្ញុំបើសិនជាបងប្អូនចង់ដាក់50សេនបងប្អូនអាចចុចនៅខាងក្រោមនេះវិញណាបងប្អូនអូខេបាទចុចខាងក្រោមនេះវិញណាចុចអញ្ចឹង show payment option បន្តមកទៀតបងប្អូនចុចទៅលើនេះមកទី1ក៏បានដែរនេះចុចអញ្ចឹងមកហើយវាចេញបែបនេះបាទអញ្ចឹងបងប្អូនអាចលុបលេខ5នេះចេញដាក់លេខ 0.5 មកហើយបងប្អូនបង្កើត QR code អញ្ចឹងមកបាទតែបើសិនជាយើងដាក់ក្រោម$3គឺគិតសេវា 10% អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចដាក់លើ$3បានហើយបើសិនជាយើងយល់ព្រមយើងចុចយល់ព្រមនេះមកបាទអញ្ចឹងបងប្អូនរងចាំបន្តិចវានឹងបង្កើត QR code ឲ្យយើងណាបងប្អូនអូខេបាទអញ្ចឹង QR code នេះគឺយើងអាចយកទៅ scan នៅធនាគារណាមួយក៏បានដែរបងប្អូនអូខេបាទអញ្ចឹងណាបាទហើយ QR code នេះដែរនៅពេលដែលបងប្អូនដាក់ប្រាក់រួចបងប្អូនមិនអាចថតហើយយកទៅ scan ឬមកក៏ថតទុក scan ថ្ងៃក្រោយទៀតបានទេបាទបើសិនជាយើង scan អញ្ចឹងគឺលុយយើងបាត់បង់ហើយណាបងប្អូនបាទអញ្ចឹងកុំឲ្យធ្វើអញ្ចឹងណាបាទហើយមួយវិធីសាស្ត្រទៀតគឺបងប្អូនចង់ដាក់លុយបែបលឿនមិនបាច់ចុចញ៉ៃបងប្អូនអាចចុចខ្វែងវិញឥឡូវនេះខ្ញុំមិនទាន់ដាក់ណាបងប្អូនគ្នាបាទអញ្ចឹងខ្ញុំចុចខ្វែងវិញគ្រាន់តែបង្កើត QR code ចោលទេបាទអញ្ចឹងបងប្អូនគឺបងប្អូនខ្ញុំសូម refresh មួយដើម្បីឲ្យវាលោតដល់ដើមវិញណាបងប្អូនបាទនេះបើសិនជាបងប្អូនចូលចេញមកអញ្ចឹងដូចគ្នាហ្នឹងគឺបងប្អូនអាចចុចលើប៊ូតុងទាំងអស់នេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនចង់ដាក់ប្រាក់$3 $5 $10បងប្អូនអាចចុចនៅកន្លែងហ្នឹងបានណាបងប្អូនអូខេបាទអញ្ចឹងឧទាហរណ៍បើសិនជាបងប្អូនតម្រូវការបងប្អូនទិញឧទាហរណ៍តម្លៃវា$10ឬមួយក៏$5អីចឹងណាបងប្អូនបាទអញ្ចឹងយើងបញ្ចូលលុយចូលក្នុងករណីបើយើងបើសិនជាយើងបញ្ចូលទៅឃើញលុយនៅកន្លែងនេះណាបងប្អូនគ្នាបាទហើយកន្លែង total spend ហ្នឹងគឺបងប្អូនចំណាយចំណូលចំណាយបងប្អូនគឺកន្លែងហ្នឹងណាបងប្អូនគ្នាបាទអញ្ចឹងសម្រាប់ខ្ញុំបង្ហាញនេះបងប្អូនខ្ញុំដាក់លុយ$10ទៅបាទបងប្អូនអាចដាក់លុយប្រមាណតែបងប្អូនទេបាទ$10គឺថែម300ទៀតពេលដែលបងប្អូនចុចលើប៊ូតុងហ្នឹងហើយគឺវាចេញ QR code តែម្ដងណាបងប្អូនអូខេបាទអ
ចឹងបងប្អូនអាចយក QR code នេះថតបាទថត QR code នៅទៅ pay នៅក្នុងធនាគារណាមួយក៏បានដែរ Wing ABS AC Lida Amrit AMK បាទ Ori អីហ្នឹងបងប្អូនអាចទៅ scan បងបានណាបងប្អូនអូខេបាទអញ្ចឹងកុំអោយអានីតិនេះវា load នេះបងប្អូនណាត្រាក់នេះបាទកុំអោយវាផុតណាបងប្អូនអូខេបាទចាំកុំអោយផុតត្រូវថតយកទៅ scan ភ្លាមៗណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំសូមថតម្ដងទៀតបងប្អូនអូខេបាទអញ្ចឹងណាបាទអញ្ចឹងបងប្អូនយកទៅចូល APA ក៏បាន AC ក៏បានតែបងប្អូនមានអញ្ចឹងណាបងប្អូនបាទអញ្ចឹងសម្រាប់ខ្ញុំចូល APA ដើម្បី scan បងប្អូនអូខេបាទអញ្ចឹងខ្ញុំ stop វីដេអូបន្តិចបាទអញ្ចឹងបងប្អូនចុចទៅលើ APA scan បងប្រាក់ណាបងប្អូនអូខេបាទមិនមែនយើងថតអញ្ចឹងយើង upload ចូលណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំសូម stop វីដេអូនេះម្ដងទៀតដើម្បី upload ចូលបាទឥឡូវនេះខ្ញុំបាន upload QR code ដែលមិញនេះហើយបងប្អូនអូខេបាទអញ្ចឹងយើងអាចកែប្រែអីបានទេណាបងប្អូនអូខេបាទអាចកែប្រែបានទេយើងគ្រាន់តែចុចបងឥឡូវនេះតែម្ដងណាបងប្អូនអូខេបាទ scan QR code នេះចុចបងឥឡូវនេះតែម្ដងបាទអញ្ចឹងលុយនឹង load ចូលហើយយើងដាក់កាយ៉ាវដៃរបស់យើងទៅណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនរងចាំបន្តិចទៅបងប្អូនបាទអញ្ចឹងនេះគឺយើងបាន scan ជោគជ័យបងប្អូនអូខេបាទនេះគឺបានជោគជ័យហើយបាទអញ្ចឹងខ្ញុំសូមថយវិញខ្ញុំ clear នេះចោលខ្ញុំចូលកន្លែងយើងវិញបាទអញ្ចឹងបងប្អូនរងចាំបន្តិចណាបងប្អូនអូខេបាទអញ្ចឹងវា load ការបងប្រាក់របស់យើងបានជោគជ័យតែបើសិនវាអត់ load ទេបងប្អូនកុំបារម្ភបាទកុំបារម្ភណាបងប្អូនបាទអញ្ចឹងប្រហែលជានិយាយទៅប្រហែលជាអត់ដល់1នាទីលុយនឹងចូលក្នុង account របស់យើងណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចខ្វែងបានហើយបងប្អូនអាច refresh មើលលុយយើងចូលនៅបងប្អូនអូខេបាទអញ្ចឹងបងប្អូនឃើញលុយយើងចូលណាបងប្អូនអូខេបាទគឺលុយយើង$10.3មិនយើងដាក់$10ទេហេតុអ្វីបាន$3អត់3សេនទេបងប្អូនបាទកន្លែងនេះវា load ស្អីទេបាទ load ម្ដងទៀតអញ្ចឹងយើងចុចខ្វែងវាអត់អីទេបាទអញ្ចឹងមិនយើងដាក់$10គឺយើងទទួលបាន30សេនបន្ថែមទៀតដោយសារតែខាងក្រោមនេះបងប្អូនបងប្អូនអាចអានបានណាបងប្អូននេះគឺ$10ថែម30សេនណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនរីករាយក្នុងការទិញសេវាកម្មផ្សេងបងប្អូនអរគ្នាបាទសម្រាប់បងប្អូនដែលប្រើប្រាស់ថ្មីបងប្អូនអាចស្វែងរកវីដេអូយ៉ាងច្រើនសម្បូរបែបនៅក្នុង YouTube បង្រៀនពី website ខ្មែរ MM បងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចចុចពាក្យថាសេពាក្យថាទិញសេវាកម្មខ្មែរ MM ឬមួយក៏សរសេរពាក្យថាខ្មែរ MM បងប្អូនអាចអូសរមើលវីដេអូរាប់រយបាទអញ្ចឹងណាបងប្អូនគេបាទមានវីដេអូបង្រៀនទិញស្អីក៏មានដែរបងប្អូនគេបាទតាក់ទងនឹង Facebook តាក់ទងនឹងYouTube TikTok ស្អីច្រើនមែនតើណាបងប្អូនគេបាទអញ្ចឹងបងប្អូនអាចចូលទៅមើលបានណាបងប្អូនគេបាទអញ្ចឹងវីដេអូនេះក៏ដល់ទីបញ្ចប់ហើយណាបងប្អូនអូខេបាទអត់មានអីត្រូវបង្ហាញបងប្អូនទៀតទេបាទការបញ្ជាទិញគឺខ្ញុំអត់បង្ហាញទេកុំឲ្យវីដេអូនេះវែងពេកបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេចចែករំលែកមិត្តភ័ក្តិចុច like ចុចសញ្ញាជាវឲ្យខ្ញុំម្នាក់មួយបងប្អូនអរគ្នាបាទអញ្ចឹងអរគុណច្រើន13នាទីឯងបងប្អូនបាទ